ភ្ញៀវពេញតូបដែលមានទំហំ10ម៉ែត្រការ៉េកៅអី3ក៏មានភ្ញៀវអង្គុយពេញថាកែស្រីកំពុងរវល់ធ្វើសក់ជីនធានធ្វើម៉ូដអីថ្ងៃនេះធ្វើសក់រួញនាងជាថកែស្រីឈ្មោះអាមេមានអាយុ32ឆ្នាំពីមុននៅវៀតណាមគ្មានអ្វីដៃអ្វីទេ12ឆ្នាំមុនរៀបការមកតៃវ៉ាន់តែគ្រួសារមិនសូវធូរធារក៏រកវិធីរកលុយខ្លួនឯងមិនមែនចំណាយពេលយូរនោះទេគឺគ្រាន់តែខិតខំជាងគេនាងថាដំបូងទៅរៀនធ្វើសក់តែនាងមានអាយុលើសពីគេ 5-6 ឆ្នាំហើយមានតែគាត់ជាជនជាតិបរទេសពេលនោះមិនសូវចេះភាសាចិនដូច្នេះរៀនដោយការលំបាកពេលសម្រាប់ខ្ញុំទៅរៀនធ្វើសក់ហាងនោះមួយសប្តាហ៍សម្រាប់មួយថ្ងៃហើយក្នុងថ្ងៃសម្រាប់ខ្ញុំក៏ទៅរកមិត្តស្រីរៀនកាត់សក់ឲ្យពួកគេនៅខាងក្រៅដើម្បីកូនប្រុសទើបនឹងកើតនាងប្រឹងតស៊ូរៀនសូម្បីតែថ្ងៃសម្រាប់ក៏ទៅរៀនដែររៀនបាន3ឆ្នាំក៏ចេះស្ទាត់ហៅពួកមិត្តភ័ក្តិវៀតណាមមកជួយធ្វើ10ឆ្នាំមកនេះធ្វើដោយនឹងណែវហើយមិត្តភ័ក្តិនាងម្នាក់ទៀតក៏មានថ្វីដៃខាងធ្វើក្រចកបើកហាងនៅតៃចុងអាមេនិងប៉ោយមានអាយុដូចគ្នាប៉ោយមកតៃវ៉ាន់11ឆ្នាំនាងធ្វើក្រចកបានល្អរីករាយនឹងទទួលភ្ញៀវដូច្នេះភ្ញៀវដែលធ្លាប់មកក៏ក្លាយជាស្គាល់គ្នាក្នុងភ្ញៀវ10នាក់មាន9នាក់ជាអ្នកតៃវ៉ាន់ពីព្រោះអ្នកតៃវ៉ាន់ថាខ្ញុំធ្វើក្រចកបានស្អាតល្អគាត់ថាភ្ញៀវមកទីនេះសុទ្ធតែមិត្តភ័ក្តិទាំងអស់មិនថាតៃវ៉ាន់ឬវៀតណាមនោះទេពឹងផ្អែកលើអ្វីដៃដែលនាងធ្លាប់ទៅរៀននៅវៀតណាមភ្ញៀវចូលនឹងណោប្រាក់ក៏ចូលនឹងណោដែរខ្ញុំធ្វើប្លែកពីគេពីព្រោះខ្ញុំប្រើកាំបិតស្ដើងនៅវៀតណាមធ្លាប់រៀនធ្វើក្រចកពេលសម្រាប់ចិត្តបើកតូបហើយនាងក៏ត្រឡប់ទៅរៀននៅជាមួយគ្រូនៅវៀតណាមម្ដងទៀតហើយចេះប្រើកាំបិតស្ដើងពេលត្រឡប់មកតៃវ៉ាន់ក៏បើកតូបធ្វើក្រចកឯនាងអរគុណអ្នកតៃវ៉ាន់ដែលបានជួយនាងឲ្យបានជោគជ័យនៅតៃវ៉ាន់